មានការភ្ញាក់ផ្អើលដ៏ធំមួយខណៈដែល PSG ត្រូវ Paris FC ទម្លាក់ចេញពីពានរង្វាន់ Coupe de France នៅក្នុងទីក្រុងប៉ារីថ្ងៃទី12ខែមករាឆ្នាំ2026ក្រុមម្ចាស់ការពារតំណែងជើងឯក PSG បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីចាញ់ក្រុមរួមទីក្រុង Paris FC មកលេខទី2ក្នុងលទ្ធផល1-0នៅកីឡដ្ឋាន Parc des Princes ក្នុងវគ្គ32ក្រុមចុងក្រោយនៃពានរង្វាន់ Coupe de France សម្រាប់ទិដ្ឋភាពសំខាន់នៃការប្រកួតវិញទោះបីជា PSG គ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុងនិងមានឱកាសសុទ្ធរហូតដល់25លើកក៏ដោយប៉ុន្តែពួកគេមិនអាចទម្លាស់សំណាញ់ទីរបស់ក្រុមភ្ញៀវបានឡើយវីរបុរសប្រចាំការប្រកួតនេះគឺអ្នកចាំទីកីឡាករ Obed Ambadou របស់អ្នកចាំទី Paris FC បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យដោយសង្គ្រោះបាល់បានជាច្រើនលើករីឯគ្រាប់បាល់ជាយូណាស់ដោយអតីតកីឡាករយុវជនរបស់ PSG គឺ Jonathan Ikone បានក្លាយជាអ្នកធ្វើឲ្យក្រុមចាស់របស់ខ្លួនឈឺចាប់ដោយរកបានគ្រាប់បាល់នៅនាទីទី74តាមរយៈការវាយបកយ៉ាងរហ័សនេះគឺជាការធ្លាក់ចេញពីពានរង្វាន់ Coupe de France លឿនបំផុតសម្រាប់ PSG នៅរយៈពេលជាង10ឆ្នាំចុងក្រោយនេះចាប់តាំងពីរដូវកាល2012-2013 មកម្លេះបរាជ័យនេះបានធ្វើឲ្យមហាជនចាប់ផ្ដើមរិះគន់លើការដឹកនាំរបស់លោក Luis Enrique បើទោះបីជាទើបតែឈ្នះពាន Trophée de Champion កាលពីសប្តាហ៍មុនក៏ដោយក្រោយចប់ការប្រកួតលោក Luis Enrique បានថ្លែងទាំងមិនអស់ចិត្តថាបាល់ទាត់ជួនកាលអយុត្តិធម៌បែបនេះឯងយើងមានឱកាសច្រើនប៉ុន្តែបាល់មិនចូលទីនេះគឺជាមេរៀនដ៏ធំមួយសម្រាប់យើងលោក Arne Slot បង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះខ្សែបម្រើ Dominic Szoboszlai នៅក្នុងជ័យជំនះ 4-1 របស់ក្រុម Liverpool លើក្រុម Barnsley ក្នុងពានរង្វាន់ FA Cup កាលពីថ្ងៃទី12ខែមករាឆ្នាំ2026កន្លងទៅនេះមានព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍មួយបានកើតឡើងដែលធ្វើឲ្យគ្រូបង្វឹកលោក Arne Slot បង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះខ្សែបម្រើ Dominic Szoboszlaiទោះបីជា Szoboszlai បានស៊ុតបញ្ចូលទីគ្រាប់ដំបូងយ៉ាងស្អាតពីចម្ងាយក៏ដោយប៉ុន្តែរូបគេបានបង្កកំហុសដ៏ធំមួយដែលនាំឲ្យក្រុម Barnsley វាយបកបានមួយគ្រាប់វិញក្នុងអំឡុងពេលប្រកួត Szoboszlai បានព្យាយាមប្រើកែងជើងបញ្ជូនបាល់នៅក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួនឯងដែលធ្វើឲ្យកីឡាករ Adam Phillips របស់ Barnsley ដណ្ដើមបាល់បានហើយស៊ុតបញ្ចូលទីយ៉ាងងាយក្រោយចប់ការប្រកួតលោក Arne Slot បានមានប្រសាសន៍ដោយត្រង់ថាខ្ញុំមិនគិតថាងាក់គួរធ្វើបែបនោះឡើយមិនថាស្ថិតក្នុងប្រកួត FA Cup, League Cup ការប្រកួតមិត្តភាពឬសូម្បីតែក្នុងការហ្វឹកហាត់ក៏ដោយវាគឺជាការសម្រេចចិត្តដ៏ចម្លែកមួយលោកបានបន្ថែមទៀតថាលោកយល់ស្របនឹងមតិថាការលេងបែបនេះអាចចាត់ទុកថាជាការមិនផ្ដល់តម្លៃទៅគូប្រកួតទោះបីជា Barnsley នៅលីកលំដាប់ទី3ក៏ដោយកំហុសនេះបានធ្វើឲ្យហ្គេមដែលកំពុងនាំមុខ 2-0 ប្រែជាមានភាពតានតឹងវិញរហូតដល់ជិតបញ្ចប់ការប្រកួតទើប Liverpool អាចរកគ្រាប់បាល់បន្ថែមបានរីឯការពិភាក្សាផ្ទៃក្នុងលោក Slot បញ្ជាក់ថាលោកមានមតិផ្ទាល់ខ្លួនលើរឿងនេះហើយលោកនឹងជួបជជែកជាមួយ Szoboszlai ដោយផ្ទាល់ដើម្បីកុំឲ្យមានរឿងបែបនេះកើតឡើងទៀតសម្រាប់លទ្ធផលប្រកួតយប់មិញនេះ Liverpool 4 Barnsley 1អ្នកស៊ុតបញ្ចូលទីដោយកីឡាករ Szoboszlai នៅនាទីទី9 Frimpong នាទីទី36 Wirtz នាទីទី84 Ekitike នៅនាទីទី90+4អ្នកស៊ុតបញ្ចូលទីដោយ Adam Phillips នៅនាទីទី40នេះគឺជាព័ត៌មានលម្អិតអំពីការចាកចេញដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Xabi Alonso ពីក្លឹប Real Madrid ជំរាបសួរប្រិយមិត្តដែលតែងតែតាមដានរាល់ព្រឹត្តិការណ៍ព័ត៌មានកីឡាមានរឿងគួរឲ្យភ្ញាក់ផ្អើលដែលលោក Xabi Alonso ចាកចេញពី Real Madrid ខណៈ Arbeloa នឹងឡើងមកជំនួសតំណែងនៅទីក្រុង Madrid ថ្ងៃទី12ខែមករាឆ្នាំ2026ក្លឹបអាតេរីស Real Madrid បានប្រកាសជាផ្លូវការនៅការបែកបាក់គ្នាជាមួយគ្រូបង្វឹកលោក Xabi Alonso ក្រោមកិច្ចព្រមព្រៀងរួមបន្ទាប់ពីលោកបានដឹកនាំក្រុមបានត្រឹមតែរយៈពេល7ខែប៉ុណ្ណោះជាមួយគ្នានេះក្លឹបក៏បានតែងតាំងលោក Alvaro Arbeloa ឲ្យឡើងមកកាន់តំណែងជាគ្រូបង្វឹកថ្មីភ្លាមៗផងដែរ
ការសម្រេចចិត្តនេះបានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី Real Madrid បានរងបរាជ័យក្រោមទ្វេជើងក្រុមគូប្រជែង Barcelona ក្នុងលទ្ធផល 3-2 ក្នុងវគ្គផ្ដាច់ព្រាត់ពានរង្វាន់ Spanish Super Cup នៅប្រទេសអារ៉ាប៊ីសាអូឌីតសម្រាប់លទ្ធផលមិនសូវល្អនៅពេលថ្មីៗរួមមានការធ្លាក់មកលេខរៀងទី2ក្នុងតារាង La Liga ចាញ់ Barcelona 4 ពិន្ទុទម្រង់លេងមិនសូវមានស្ថិរភាពក្នុងពានរង្វាន់ Champions League ឈរនៅលេខ7និងមានរាយការណ៍អំពីបញ្ហាផ្ទៃក្នុងជាមួយកីឡាករជួរមុខមួយចំនួនក្លឹប Real Madrid បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា Real Madrid និង Xabi Alonso បានជាកិច្ចព្រមព្រៀងរួមក្នុងការបញ្ចប់តួនាទីរបស់លោកជាគ្រូបង្វឹកក្រុមឈុតធំ Xabi នឹងនៅតែជាវីរបុរសហើយក៏ជាចំណែកមួយរបស់គ្រូសាយ Madrid ជាដារ៉ាបសម្រាប់គ្រូបង្វឹកថ្មីលោក Alvaro Arbeloa ដែលជាអតីតខ្សែការពាររបស់ក្លឹបនិងជាគ្រូបង្វឹកក្រុមយុវជន Real Madrid Castilla ត្រូវបានជ្រើសរើសឲ្យមកបន្តវេន Arbeloa ត្រូវបានគេស្គាល់ថាជាបុគ្គលដែលយល់ច្បាស់ពី DNA របស់ក្លឹបហើយធ្លាប់បានដឹកនាំក្រុមយុវជនទទួលបានជោគជ័យយ៉ាងខ្លាំងឈ្នះពាន Treble ក្នុងក្រុមយុវជន U19 ឆ្នាំ2023ទាំងនេះគឺជាដំណើររឿងនៃការធ្លាក់ចុះពីតំណែងរបស់លោក Xabi Alonso នៅឯកីឡាដ្ឋាន Santiago Bernabeu 1. ការរំពឹងទុកខ្ពស់ពេកដែលបន្ទាប់ពីបានទទួលជោគជ័យមិនធ្លាប់មានជាមួយ Bayer Leverkusen ដោយឈ្នះពាន Bundesliga និង German Cup Alonso ត្រូវបានគេចាត់ទុកថាជាញាក់សង្គ្រោះដែលនឹងមកផ្លាស់ប្ដូរទម្រង់លេងរបស់ Real Madrid ឲ្យកាន់តែទំនើបដែលការផ្លាស់ប្ដូរពីរបៀបលេងបែបគ្រប់គ្រងមនុស្សរបស់លោក Carlo Ancelotti មកជាប្រព័ន្ធយុទ្ធសាស្ត្រដ៏តឹងរឹងរបស់ Alonso បានបង្កើតជាសម្ពាធតាំងពីដំបូង 2. បញ្ហាទំនាក់ទំនងជាមួយកីឡាករកំពូលរបស់ក្រុមនេះគឺជាចំណុចរបិទដ៏សំខាន់បំផុត Alonso ព្យាយាមដាក់វិនិយោគនិងយុទ្ធសាស្ត្រដ៏តឹងរឹងដែលធ្វើឲ្យប៉ះពាល់ដល់អំណួយរបស់កីឡាករលំដាប់ពិភពលោកដូចជា Vinicius Junior ដែលមានសេចក្តីរាយការណ៍ថាទំនាក់ទំនងរវាងអ្នកទាំងពីរមានភាពរកាំរកំយ៉ាងខ្លាំងជាពិសេសបន្ទាប់ពីការផ្លាស់ប្ដូរ Vinicius ចេញក្នុងហ្គេមសំខាន់ៗនិង Kylian Mbappe បើទោះបីជា Mbappe រកក្រាក់បាល់បានច្រើនប៉ុន្តែគេហាក់ដូចជាមិនចុះសម្រុងនឹងប្រព័ន្ធការពារនិងការដាក់គំនាបរបស់ Alonso ឡើយរីឯយុទ្ធសាស្ត្ររបស់ Alonso គឺបំផ្លាញអំណួយបុគ្គលដើម្បីក្រុមប៉ុន្តែនៅ Real Madrid អំណួយបុគ្គលគឺជាផ្នែកមួយដែលពិបាកគ្រប់គ្រងបំផុត 3. ការបរាជ័យក្នុងការប្រកួតធំៗទោះបីជាស្ថិតិជារួមមិនអាក្រក់ប៉ុន្តែ Alonso តែងតែបរាជ័យក្នុងជំនួបជាមួយក្រុមខ្លាំងៗដូចជាចាញ់ PSG 4-0 ក្នុងពានរង្វាន់ Club World Cup ចាញ់ Atletico Madrid 5-2 ចាញ់ Liverpool 1-0 ក្នុង Champions League និងចុងក្រោយបរាជ័យ 3-2 ក្រោមថ្វីជើង Barcelona ក្នុងវគ្គផ្ដាច់ព្រាត់ Super Cup ដែលជាចម្បាំងចុងក្រោយបង្អស់ 4. ការបាត់បង់ទំនុកចិត្តពីប្រធានក្លឹបលោក Florentino Perez ត្រូវបានគេដឹងថាជាអ្នកគាំទ្រដ៏ធំរបស់ Alonso ប៉ុន្តែនៅពេលដែលស្មារតីក្រុមចាប់ផ្ដើមបែកបាក់ហើយលទ្ធផលដេញតាមក្រោយ Barcelona ដល់ទៅ4ពិន្ទុលោក Perez ក៏លែងមានជម្រើស Alonso ខ្លួនឯងក៏ត្រូវបានគេរាយការណ៍ថាបានស្នើសុំចាកចេញដោយសារមានអារម្មណ៍ថាខ្លួនមិនបានទទួលការគាំទ្រពេញទំហឹងក្នុងការគ្រប់គ្រងបន្ទប់ផ្លាស់សម្លៀកបំពាក់ការធ្លាក់ចុះរបស់ Alonso មិនមែនមកពីខ្វះសមត្ថភាពនោះទេប៉ុន្តែវាគឺជាការបន្ទោសទម្ជួយរវាងវប្បធម៌ Alonso ចង់បានប្រព័ន្ធខណៈដែល Real Madrid គឺជាក្លឹបដែលរស់បានដោយសារទេពកោសល្យបុគ្គលនិងការគ្រប់គ្រងអារម្មណ៍កីឡាករ